Người xưa nè đónគ្នាថ្ងៃនេះគឺថ្ងៃសំខាន់តាក់ទងជាមួយនឹងអាការកាប់ប្រាក់អញ្ចឹងថ្ងៃនេះគឺយើងអត់មាន intro outro ទេយើងចាប់ផ្ដើមតែម្ដងទៅកុំឲ្យខាតពេលយូរសម្រាប់អ្នកនរគ្នាអញ្ចឹងហើយថ្ងៃណាមួយទៀតខ្ញុំធ្វើនេះរៀង late បន្តិចដែរបាទអាចថាខ្ទង់មក9:30នាទីជាងហ្នឹងបាទអូខេអញ្ចឹងយើងទៅមើលទៅលើ screen យើងទាំងអស់គ្នាទៅមើលឆាតយើងទាំងអស់គ្នាបាទអញ្ចឹងយើងឃើញនេះគឺតម្លៃសមមិញគឺខ្ញុំ recommend គឺនៅតម្លៃ3656នៅ3645ចឹងយើងឃើញថាអត់ទាន់មកដល់ target យើងទេហើយអ្នកនរគ្នាអាចមើលបានថាសមមិញហេតុអីបានខ្ញុំអត់មានជាតម្លៃជូនដល់អ្នកនរគ្នាចឹងតម្លៃគឺចាប់ផ្ដើមកើនឡើងប៉ុន្តែវាមិនទាន់មកយក liquidity នៅខាងក្រោមនឹងទេមិនទាន់មានការធ្លាក់ចុះទេគឺវាបន្តឡើងរហូតដល់$3,600 ចឹងវាទៅដល់មុនអ្វីដែលយើងរំពឹងទុកបើសិនជាតម្លៃមួយនេះឡើងដល់ប៉ុណ្នេះហើយយើងមើលទៅលើ candlestick រយៈពេល4ម៉ោងយើងឃើញថា high risk មែនទែនបើសិនជាខ្ញុំចូលទីផ្សារអ្នកនរគ្នាឃើញនោះគឺមិនមានពេញ candle សម្រាប់ការបំបែក$3,700នេះទេគឺ$3,700នេះគឺវាមកយកតម្លៃនេះសិនទេបាទចឹងយើងឃើញហ្នឹងគឺគ្រាន់តែព្រឹកនេះបើកសារមកគឺបានធ្លាក់ចុះមកតាំងពី3000បើកសារណានេះអាចថាធ្លាក់មកតាំងពី3690គត់ធ្លាក់មកដល់3674បាទក្នុង1អោនអញ្ចឹងយើងឃើញថាគឺមានការចុះខ្លាំងមែនតើហើយសម្រាប់ plan ដែលសមមិញដែលយើងអឺរំពឹងទុកហ្នឹងគឺយើងអាចយកមកប្រើក្នុងថ្ងៃនេះបានដែរបាទអាចប្រើថ្ងៃនេះបានចឹងតម្លៃហាឆេងមាសនេះគឺឥឡូវកំពុងតែស្ទាក់ស្ទើរនៃ0មួយនេះ0 support គឺយើងឃើញថាមាន rejection ទៅវិញប៉ុន្តែអ្វីដែលខ្ញុំឃើញទីផ្សារថ្ងៃនេះគឺអាចមកយក take liquidity ខាងក្រោមហើយតមកបានបំបែកនៃ3700ជាងវិញចឹងមុនហ្នឹងក៏ខ្ញុំបានឲ្យអ្នកដែលនៅក្នុងក្រុមខ្ញុំ sell ខ្លះដែរបាទ sell នៅតម្លៃ3678ហ្នឹងតែម្ដងចឹងហេតុអីបានខ្ញុំឲ្យ sell ទី1គឺនៅលើខ្សែគឺតម្លៃបានបំបែកខ្សែ MA របស់ខ្ញុំខ្សែ moving average របស់ខ្ញុំទី2គឺតម្លៃមួយនេះមិនបានបំបែកឡើងមកវិញទេគឺនៅជ្រុំនៅកន្លែងហ្នឹងដោយសារតែគេតាក់ទើជាមួយនឹងតម្លៃមួយនេះគឺតម្លៃមួយហ្នឹងគឺមានគេចូលទិញដែរប៉ុន្តែit's not enough មានន័យថាគឺអត់គ្រប់គ្រាន់សម្រាប់ឲ្យតម្លៃនេះកើនឡើងទៅវិញទេហើយណាមួយធ្លាក់មកដល់តម្លៃមួយហ្នឹងគឺតម្លៃមួយដែលមិនទាន់មានទៅលើកម្លាំងការបាយខ្លាំងទេអញ្ចឹង at least ក៏ធ្លាក់មកតម្លៃ3653sorry 5756ទៅ3646នេះដែរទើបវាមានទៅលើ liquidity មានថាមានគេបាយនៅហ្នឹងវិញបាទហើយបើមើល5នាទីគឺវាផុតទៅលើ moving average របស់យើងហើយ30នាទីយើងឃើញហ្នឹងគឺអាចថាគៀកមកតម្លៃ moving average ដែរ at least មកប៉ះដែរតែបើសិនជាបំបែកនៃតម្លៃ3646នេះគឺអាចចុះទៅគួរសមដែរប៉ុន្តែថ្ងៃហ្នឹង interest rate គឺនៅម៉ោង1:40នាទីយប់ដែរបាទការកាត់ទៅលើអាកាសប្រាក់ហើយទៅលើ small time frame គឺនេះគឺដាច់បាត់ហើយដាច់ uptrend នេះបើយើងមើល4ម៉ោងវិញគឺមិនទាន់មានកម្លាំងក្នុងការឡើងទៅវិញទេគឺអាចចុះមកសិនហើយបាទខ្ញុំព្យាយាម switch time frame ដើម្បីមើលទៅលើតម្លៃជាការវិភាគរបស់ខ្ញុំហើយជាការមើលរបស់ខ្ញុំដែរអញ្ចឹងវាជា technique មួយដែលខ្ញុំប្រើប្រាស់ដែរអញ្ចឹង
ខ្ញុំថាអ្នកនរគ្នាមើលយកចុះដោយសារអាចពេលខ្លះអ្នកគ្នាវង្វេងតិចដោយសារតែខ្ញុំ switch time frame ទៅវិញទៅមកអញ្ចឹងយើងកុំតន់អានទៅណាឆ្ងាយយើងចូលមកដល់ Forex Factory វិញ Forex Factory សុំថ្ងៃ18អញ្ចឹងនៅយប់ថ្ងៃពុធនេះម៉ោង1យប់គឺមាន Favorable Fund Rate FOMC Economic Projections មាន FOMC Statement FOMC Press Conference Press Conference នេះគឺជាទី1ទៅលើនេះក៏សំខាន់អញ្ចឹងអ្វីដែល market reaction ហ្មងគឺទៅលើ fund rate ហ្នឹងគឺទៅលើការកាត់ទៅលើអាការកាត់ប្រាក់ហ្នឹងឯងប៉ុន្តែអ្វីដែលសម្រាប់ទៅទិសដៅនៃទីផ្សារគឺ FOMC press conference មានន័យថានៅពេលដែលកាត់នៅអាការកាត់ប្រាក់គឺmarket ឬក៏មនុស្សយើងហ្នឹងអ្នកជួនដូរហ្នឹងគឺគាត់មើលទៅលើ fund rate ហ្នឹងហើយគាត់ demand ឬក៏គាត់ជួនដូរទៅតាម outlook របស់ market ប៉ុន្តែ press conference ហ្នឹងគឺលោក Powell គឺគាត់ឡើងមកនិយាយផ្ទាល់តាក់ទងជាមួយនឹងការកាត់ទៅលើអាការកាត់ប្រាក់ឬក៏អីផ្សេងៗតែម្ដងនោះអញ្ចឹងទៅលើការកាត់ទៅលើអាការកាត់ប្រាក់អីហ្នឹងយើងស្ដាប់ទៅលើគាត់ដែរថា outlook របស់គាត់គិតយ៉ាងម៉េចទៅលើទីផ្សារមួយនេះហើយគាត់គិតយ៉ាងម៉េចទៅលើ economy មួយនេះអញ្ចឹងវាប៉ះពាល់ខ្លាំងណាស់តាក់ទងជាមួយនឹង press conference ហ្នឹងហើយក៏មានជាការមើលទៅលើពាក្យគាត់និយាយមួយតែគាត់និយាយហ្នឹងដោយមានទំនុកចិត្តឬក៏យ៉ាងម៉េចដែរអញ្ចឹងយើងរងចាំមើលទាំងអស់គ្នាបាទបើថាខ្ញុំអាចនឹង live ដែរបើសិនជាមានគ្នាយើងច្រើនអញ្ចឹងខ្ញុំអាចនឹង live មើលផ្ទាល់តែប៉ុណ្ណោះអញ្ចឹងបើសិនជាយើងមកមើលទៅលើ FOMC Fed Watch នេះគឺយើងឃើញថាការកាត់លើអាការកាត់ប្រាក់គឺ vote លោទៅដល់25 basketball point ឬក៏ 0.25 ហ្នឹងគឺឡើងលោទៅដល់ 96%អញ្ចឹងទៅលើការកាត់លើអាការកាត់ប្រាក់នេះគឺអាចថា25 basketball point ឬក៏ទៅ50 basketball point គឺធំបំផុតហើយអញ្ចឹងអ្វីដែលខ្ញុំរំពឹងទុកខ្ញុំចង់ឃើញគឺ25 basketball point នេះបើសិន50 basketball point វា too much សម្រាប់គាត់នៅសល់រួមសម្រាប់3ដងទៀតបើគិតពីខែនេះទៅគឺនៅសល់ខែ10ខែ12អញ្ចឹងនៅសល់2ដងទៀតបើយើងអត់រាប់ពីខែនេះទៅណាអញ្ចឹងគាត់នៅសល់រួម2ដងទៀតសម្រាប់ play around with ទៅលើ interest rate អញ្ចឹងបើសិនជាកាត់ធំពេកគឺtoo fast ហើយគាត់នៅសល់រួមសល់អីអញ្ចឹងគាត់អាច play around ជាមួយនឹង interest rate នឹងបានទេហើយមួយទៀតតកតូនជាមួយនឹង tariff ទៅលើ inflation គឺគាត់មិនទាន់មានទៅលើការទិន្នន័យច្បាស់លាស់ទេអញ្ចឹងអ្វីសំខាន់គឺគាត់រងចាំមើលអញ្ចឹងគាត់អាច play around ជាមួយនឹង interest rate នេះដែរហើយទៅលើ labor market មួយដែលធ្លាក់ចុះខ្លាំងហ្នឹងគឺ25 baseball ព្រោះហ្នឹងគឺអាច recovery មកវិញបានខ្លះហើយនៅសល់រួមទៀតជាងគាត់អាចកាត់បន្តទៀតអាចថាកាត់2ដងអីទៀតទៅគឺវា better ជាមួយនឹងសេដ្ឋកិច្ចនៅអាមេរិកនឹងតែម្ដងហ្នឹងហើយតកតូនជាមួយនឹង Lisa Cox គឺខ្ញុំមានព័ត៌មានខ្ញុំអានព័ត៌មានក្នុង Bloomberg មួយដែរដែលគេថានឹងបញ្ជូនលោក Donald Trump នឹងប្តឹងធ្វើម៉េចមុននៃការកាត់ទៅលើអាកាសប្រាក់ដោយសារតែទី1គឺ Lisa Cox គាត់នៅមានសិទ្ធិក្នុងការ vote ក្នុងការកាត់ទៅលើអាកាសប្រាក់អញ្ចឹងលោក Donald Trump គាត់ចង់ធ្វើម៉េចកុំឲ្យ Lisa Cox នឹងមានឆ្នោតឬក៏មានក្នុងការ vote ទៅលើការកាត់លើអាកាសប្រាក់ក្នុង member ចំនួនធនាគារកណ្ដាលទាំងអស់ហ្នឹងRisk, sticky inflation នេះវាគឺ
that grow again, cutting rate and weaker job market conditions that agree for it. This week, they ready to take a side. ចឹងដូចខ្ញុំនិយាយចឹងនេះ sticky inflation weaker job market condition គឺកាត់ទៅលើអាការប្រាក់នេះអ្នកខ្លះគាត់គិតថាទៅលើ inflation បាត់ផ្លេចទេថាទៅលើ job market ក៏ដូចខ្ញុំនិយាយរាល់ដងចឹងគឺធនាគារកណ្ដាលគាត់មានជាអឺអឺទូនាទីគាត់គឺថ្លឹងថ្លែងនៃ inflation job market ចឹងថ្លឹងថ្លែងពីរហ្នឹងធ្វើមិនឲ្យស្មើគ្នាបើមួយធ្លាក់ចុះមួយខ្លាំងគឺគាត់មានទៅលើគេហៅថាអឺ monetary policy ហ្នឹងហើយចឹងគាត់អាចកាត់ទៅលើការប្រាក់ឬក៏តម្លើងទៅលើការប្រាក់ឬក៏អឺ QE ទៅតាមនឹងដែរអូខេចឹងយើងឃើញថាមានព័ត៌មានមួយចំនួនដែរចឹងយើងធ្វើវីដេអូនេះរៀងប្រញាប់អស់នៅក្នុងថ្ងៃនេះដែរហើយតកតូនជាមួយនឹងអឺលើការផុសវាយូរចំណាយពេលយូរចឹងយើងកុំឲ្យវីដេអូយើងវែងពេកហើយទាំងអស់នេះខ្ញុំនឹងអាប់ដេតនៅក្នុងក្រុម channel របស់ខ្ញុំផ្ទាល់តែម្ដងចឹងយើងបកមកមើលទៅលើរឿងនេះមួយបាទតែទិនបីឲ្យខ្ញុំប្រមូលបាន Another sign of weakening labor US temporary help service job fairs 9,800 in August to 2.5 million, the lowest since September 2012, plus excluding the 2012 pandemic. This is the lower level in 30 years. On a YOY basis, temporary help service job just posted their 33 consecutive monthly deadline. Since the March 2012 peak, temporary help ចឹងឱកាសការងារគឺធ្លាក់ខ្លាំងមែនទែនធ្លាក់ច្រើនជាងក្នុងឆ្នាំ2013ទៀតហើយធ្លាក់ស្មើនឹង2020ដែលយើងអត់រាប់ទៅលើ pandemic ឬក៏ COVID ទេចឹងនេះ draw down ចឹងមានន័យថាទីផ្សារការងារគឺបានធ្លាក់ចុះខ្លាំងដែរហើយនេះ US employee on non-farm payroll temporary health service SA ចឹងយើងឃើញហ្នឹងគឺមានការធ្លាក់ចុះដែរនៅតិចទៀតបាទដល់ហើយដល់ហ្នឹងបាទអូខេចឹងយើងបន្តទៀតwait នេះ US consumer credit jump ចឹងទាំងអស់នេះគឺជាការចាយវាជាមួយនឹងការជំពាក់របស់ប្រជាជនបាទ consumer credit money chain អូខេUS chain plus credit jump 1 plus 16 billion in July to 5.6 trillion, the third higher on record. ចឹងយើងឃើញថាការ
ចាយវាការជំពាក់បោកប្រជាជនគឺមានការកើនឡើងហើយជាមួយនឹងNaN Resort វិញគឺមិនទាន់មានការបង់ត្រឡប់ទៅធនាគារវិញគឺទាំង student loan ទាំងយានជំនិះគឺយើងឃើញថាមានការកើនឡើងដែរបាទអញ្ចឹងបើសិនជាយើងត្រឡប់មកវិញគឺតម្លៃហាងឆេងមាសមួយនេះអាចនឹងបំបែកនៃតម្លៃ 3000 ខ្ញុំគិតថាអាចយើងនឹងឃើញ64ទៅ56យ៉ាអញ្ចឹងតម្លៃថ្ងៃហ្នឹងគឺអាចរងចាំទិញនៅ4 56ហើយទៅលើការទៅលើកាត់លើអាការកាត់ប្រាក់ហ្នឹងបើសិនជាអ្នកគ្នាចង់បានសុវត្ថិភាពមិនចង់ take risk នោះគឺអាចរងចាំមើលទៅលើតម្លៃទីផ្សារសិនរងចាំទៅមើលFed គាត់និយាយសិនបើសិនជាយើងចូលភ្លាមអីភ្លាមវាបើយើង lucky យើងចំណេញទៅយើង follow ទៅតាមទីផ្សារប៉ុន្តែបើសិនជាយល់អស់យើងរងចាំមើលសិនទៅដោយសារតែនៅថ្ងៃនោះសប manipulate ជាមួយនឹងទៅលើការទិញលក់ហ្នឹងគឺវាមិនទាន់ច្បាស់លាស់នៅឡើយទេគឺគេរងចាំមើល Fed conference ដែរអញ្ចឹងនៅពេលដែលតើច្បាស់លាស់យើងចូលឃើញមាសឡើងមាសធ្លាក់ចូលទៅតាមហ្នឹងគឺយើងអាចប្រឈមមុខជាមួយនឹង high risk ដែរប៉ុន្តែបើសិនយើង wait សិនយើងចាំ everything clear យើងមានទៅលើ percentage ឬក៏ probability គឺមានការចំណេញមកវិញដែរយ៉ាអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេដោយសារតែវីដេអូយើងវែងណាស់បាទអញ្ចឹងកុំភ្លេច like subscribe ជាមួយនឹង share វីដេអូនេះឲ្យអ្នកដែលអ្នកគ្នាគាត់ជួនដូរឲ្យដែរដើម្បីឲ្យគាត់បានដឹងព័ត៌មានមួយនេះផងហើយដើម្បីឲ្យគាត់ការពារខ្លួនផងអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេច like subscribe ដើម្បីឲ្យ YouTube នេះ grow ឡើងកាន់តែច្រើនជាងមុនខ្ញុំនឹងធ្វើវីដេអូបង្រៀនហើយជាមួយនឹងវីដេអូផ្សេងៗតាក់ទងជាមួយនឹងការវិភាគផ្សេងៗទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលា